Over the past 5 years, the USAID Green Future Project, with support from the American people, trained hundreds of youth leaders, social media influencers, journalists, and civil society members on finding solutions to environmental issues important to all Cambodians. The project's green groups, led by empowered students, have been especially influential in the country's environmental movement, reaching more than 800 people at events and thousands more through social media. Biggest success of the Green Future activity may have been that youth now own the problems and solutions. Provided the right tools, there's no telling how far they'll go. Tôi nói tí là bao nhiêu chuyên smart chất bài toán cứ miền tràn, ta bảo nhóm anh gì tại một địa tế cứ dương cứ chỉ change agent rồi có nẹt nghĩaในការផ្លាស់ប្ដូរយើងផ្លាស់ប្ដូរអីគេគឺយើងផ្លាស់ប្ដូរគំនិតនិង area bot របស់មនុស្សទូទៅទី1គឺនាងខ្ញុំត្រូវយល់ច្បាស់អំពីពួកគាត់សិនបន្ទាប់មកទៀតគឺត្រូវបង្ហាញពួកគាត់អំពីសារៈសំខាន់ចំពោះបរិស្ថានសម្រាប់មនុស្សជាតិទូទៅព្រមទាំងប្រាប់អំពីផលប៉ះពាល់នៃការបាត់បង់ព្រៃឈើសត្វព្រៃហើយនឹងការទុកដាក់សម្រាប់មិនបានត្រឹមត្រូវផងដែរការងារបរិស្ថានហ្នឹងវាអត់អាចចាប់ផ្ដើមពីខ្ញុំតែម្នាក់ឬក៏សមាជិកខ្ញុំ7នាក់នឹងបានទេខ្ញុំគិតថាយើងត្រូវចូលរួមទាំងអស់គ្នាណាវ៉ៃពូនងចាញ់ចាំងឆងតរចាំងកងកងនៅពេលដែលនាងខ្ញុំបានចូលរួមនៅវគ្គបណ្ដុះបណ្ដាលជាមួយនឹងគម្រោងរួចហើយនាងខ្ញុំក៏បានចូលរួមផ្សព្វផ្សាយចែករំលែកបន្តទៅកាន់សហគមន៍សាលារៀននិងក្រុមគ្រួសាររបស់នាងខ្ញុំផ្ទាល់ផងដែរបច្ចុប្បន្ននេះសហគមន៍គាត់យល់ដឹងកាន់តែច្រើនអំពីអត្ថប្រយោជន៍ចំពោះវិស័យទេសចរនិងផលប៉ះពាល់នានានៃការហូបសាច់សត្វព្រៃដែលពីមុនគាត់មិនដែលដឹងឬក៏ឮទាល់តែសោះសាររបស់ខ្ញុំទៅកាន់យុវជនទាំងឡាយយើងមិនត្រូវធ្វើជាបន្ទុកនៅក្នុងសង្គមទេប៉ុន្តែយើងត្រូវធ្វើជាដំណោះស្រាយដើម្បីដោះស្រាយបញ្ហាសង្គមនេះជាលើកទី1ដែលយុទ្ធសាស្ត្រនេះត្រូវបានប្រើប្រាស់ដើម្បីផ្លាស់ប្ដូរឥរិយាបថបរិស្ថានរបស់អ្នកប្រើប្រាស់យុវជនបច្ចុប្បន្នកំពុងក្លាយជាអ្នកចំនួនក្រោយក្នុងការដឹកនាំផ្លាស់ប្ដូរឥរិយាបថសង្គមដោយផ្ដោតលើប្រធានបទចំនួន3ទី1កាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើប្រណិតទី2កាត់បន្ថយការទិញការហូបសាច់សត្វព្រៃនិងទី3បញ្ឈប់ការចោលសម្រាមមិនត្រឹមត្រូវជាលទ្ធផលយើងបានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការពារព្រៃឈើអភិរក្សជីវៈចម្រុះនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅកម្ពុជាគួរជាទីមោទនៈថ្មជូនយោបល់ញាតិញោមបងប្អូនទាំងអស់គ្នាថាឥឡូវបើយើងធ្វើអីមិនបានច្រើនទេមើលជុំវិញផ្ទះយើងមើលមុខផ្ទះយើងនឹងស្អាតអត់មានថង់ផ្លាស្ទិកមានដបកំប៉ុងញ៉ៃញ៉ៃអត់បើយើងធ្វើអានឹងបានអានឹងជាការចូលរួមចំណែកហើយនឹងមួយចំណុចសំខាន់មួយទៀតគឺដាំដើមឈើបើនៅក្នុងធម៌ថាអ្នកដាំដើមឈើអ្នកធ្វើសួនអានឹងបានបន់ទាំងយប់ទាំងថ្ងៃ Congratulations to Green Future for making a lasting difference and raising awareness about these important environmental issues that Cambodians care about